បាទសូមលំអរកាយគ្រប់សម្ដេចទ្រង់អាដាមអលោកស្រីនិយមទៅតាមដានទស្សនាពេកបាទខ្សែអភិភពថ្មីបាទបាទសេចក្តីរាយការណ៍ផ្ទាល់ពីបងប្អូនឬក៏ក្រុមការងារបាទនៅទីតាំងគឺពួកថៃបាទបានបាញ់នៅអាគារកាស៊ីណូបាទនៅអូស្មាច់បាទឆេះបាទមុននេះបន្តិចគឺពួកថៃវាបានប្រើនៅបាទយន្តហោះចម្បាំងបាទប្រភេទបាទ S16 គឺមកទម្លាក់ក្របបែកបាទលើអាគារកាស៊ីណូឆេះខ្ទេចគ្មានសល់ទេអប្រិយមិត្តយើងបាទក្នុងនាមខ្ញុំការផ្សព្វផ្សាយតែរឿងពិតក៏ដូចជាមិនប្រឌិតដែរបាទបងប្អូនប្រិយមិត្តយើងបាទយើងមើលទៅឃើញជាក់ស្ដែងហើយគឺមុននេះបន្តិច2ម៉ោងមុនបន្តិចនេះគឺបាទ S16 បាទសម្ដៅមកបាទទម្លាក់ក្របបែកលើកាស៊ីណូនៅអូស្មាច់ខ្ទេចតែម្ដងអប្រិយមិត្តយើងបានឆេះយ៉ាងសន្ធោសន្ធៅបាទហើយខ្ញុំបាទគួរមិនភ្លេចដែរជាអ្នកឧបត្ថម្ភគឺជាងកសក់បាទជាងរ៉ាបាទស្ទាយថ្មីបាទឧបត្ថម្ភឲ្យរូបខ្ញុំបាទខាងព័ត៌មាននេះគឺគាត់នៅគីឡូបាទគឺតាមផ្លូវលេខ41បាទជាងរ៉ាបានឧបត្ថម្ភជូនខ្ញុំព័ត៌មាននេះបាទដើម្បីធ្វើការបាទបងប្អូនចង់កាត់សក់បាទស្ទាយថ្មីបាទម៉ូដថ្មីបកពុកមាត់គឺអាចបាទទៅទីតាំងរបស់គាត់គឺនៅផ្លូវ41បាទហួសខ្នល់តតឹងមិនស្តុបខ្នល់តតឹងតិចទៅគឺដល់ទីតាំងគាត់ហើយបាទហើយក្នុងនាមខ្ញុំបាទផ្សព្វផ្សាយតែរឿងពិតក៏ជាមិនប្រឌិតដែរបងប្អូនយើងពួកសៀមវានៅតែបន្តបាញ់បាទបន្តបាញ់អត់ឈប់ឈរទេប្រិមិត្តយើងបាទថៃវាបាញ់មិនទាន់បានសម្រាប់ទេបងប្អូនប្រិយមិត្តយើងមានតែពាក្យជូនពរបាទបងវរៈកងទ័ពយើងជួមុខសូមឲ្យគាត់មានសុវត្ថិភាពបាទគឺសូមឲ្យមេទ័ពឃ្លាំងមឿងជួយបិទបាំងបាទកុំឲ្យឃើញបាទសូមអរគុណ